ថ្ងៃទី27 ខែ11 ឆ្នាំ2025ការវិភាគតារាងថ្ងៃរបស់ចៅអង្គុយស្ងៀមក្នុងអាកាសធាតុថ្ងៃឈប់សម្រាកដោយសញ្ញាចម្រុះដាក់គ្នាណែនាំពីសកម្មភាពពាណិជ្ជកម្មដ៏ធំ Elephant Trade ដែលអាចកើតមានតម្លៃបើកដំបូងនៃចៅគឺ47,450 ខណៈដែលមើបស្ថិតនៅទ្រូងទូទាបជាងនៅ47,280 រចនាសម្ព័ន្ធបច្ចុប្បន្នផ្ដល់នូវសញ្ញាចម្រុះខ្សែបានបន្តកាន់តែជ្រុងតាំងពីសប្តាហ៍មុនទោះបីជាទីផ្សារបានបន្តកាន់តែកើនឡើងក៏ដោយដែលជាសញ្ញាដំបូងដ៏គួរឲ្យចាប់អារម្មណ៍នៃសកម្មភាពពាណិជ្ជកម្មដ៏ធំ Elephant Trade ដែលអាចកើតមានប្រសិនបើសន្ទុះនេះធ្លាក់ចុះយ៉ាងខ្លាំងវាអាចធ្លាក់ចុះត្រឡប់ទៅកន្លែងដែលចលនាចាប់ផ្ដើមនៅក្នុងតំបន់45,200វិញតម្រូវការជាច្រើនត្រូវតែសម្គាល់គ្នាដើម្បីឲ្យសកម្មភាពនេះកើតឡើងហើយចំណុចទាំងនេះនឹងកាន់តែច្បាស់នៅពេលវាកើតឡើងសម្រាប់ពេលនេះអ្នកភ្នាល់ពាណិជ្ជកម្មគួរកត់សម្គាល់ថាថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកនៅសហរដ្ឋអាមេរិកថ្ងៃអរុណសួស្តីសកម្មភាពទីផ្សាររំពឹងថានឹងមានកម្រិតតិចដោយមានចលនាទៅមកជំហានគ្រប់គ្រងវគ្គពាណិជ្ជកម្មថ្ងៃស្អែកក៏នឹងជាថ្ងៃធ្វើពាណិជ្ជកម្មដែលមានបរិមាណតិចផងដែរដែលអាចនាំឲ្យមានចលនាមានកម្រិតកំណត់ខ្លាំងឬការកើនឡើងខ្លីនៃភាពមិនស្ថិតស្ថេរដោយសារតែសាច់ប្រាក់ស្ដើងក្នុងផ្នែកជាន់ថ្នាក់សម្រាប់ថ្ងៃនេះ Curve មួយស្ថិតនៅ47,527 ខណៈដែល Curve មួយស្ថិតនៅ47,272តែត្រូវនឹងបបយ៉ាងត្រឹមត្រូវដែលធ្វើឲ្យវាក្លាយជាតំបន់ដែលអាចនឹងត្រូវបានសាកល្បងសម្រាប់ការទទួលយកផលចំណេញសរុបមករំពឹងថានឹងមានវគ្គពាណិជ្ជកម្មដ៏ស្ងប់ស្ងាត់ដោយមានការធ្លាក់ចុះដែលអាចកើតមានចូលទៅក្នុងជាន់ថ្នាក់សំខាន់ប៉ុន្តែមានការតាមដានមានកម្រិតដោយសារតែបរិស្ថានថ្ងៃឈប់សម្រាកការបដិសេធចំពោះទំនួលខុសត្រូវការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនបង្កើតជាដំបូន្មានហិរញ្ញវត្ថុទេ